បើមិនជឿកុំប្រមាថខ្ញុំជឿជាក់ថាបងប្អូនបានដឹងហើយការពីយុគមិញគឺមានចារឿងមួយដែលពីអ្នកបងប្អូនបានបបួលគ្នាទៅស្បត់ផងដែរប៉ុន្តែយើងមិនដឹងថាអ្នកណាខុសអ្នកណាត្រូវទេប៉ុន្តែកន្លែងចំណុចនេះបងស្រីម្នាក់ដែលមានគណនី Facebook ណានូណានិតបានចែករំលែកតាក់ទងទៅនឹងចាព្រះអង្គដង្ការដែលគាត់បានបង្ហោះសារមានអត្ថន័យបែបនេះថាកុំលេងសើចជាមួយនឹងព្រះអង្គដង្ការអីលោកស័ក្តិសិទ្ធិណាស់អ្នកស្បត់ឲ្យខ្ញុំមានអ្នកខ្លះចូលគុកមិនទាន់ចេញទេអ្នកខ្លះខ្លួននៅខាងក្រៅតែលំបាកវេទនាសូមពោនៅពាក្យសច្ចៈដោយអំណាចនៃពាក្យសច្ចៈនេះសូមឲ្យប្រជាជនកម្ពុជារុងរឿងរីកចម្រើនមានសុខសន្តិភាពចា៎តកតងទៅនឹងករណីនេះគឺមិនមែនថាមានតែមួយរឿងនោះទេគឺមានច្រើនមែនទែនទាំងអ្នកល្បីនិងអ្នកមិនល្បីផងដែរប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនសូមទុកកន្លែងនឹងត្រឹមជាសក្ការៈបូជាឬក៏បួងសួងសូមសេចក្តីសុខជាពិសេសសូមឲ្យប្រទេសជាតិយើងជួបសុខសន្តិភាពដរាបទៅចាតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់អរគុណជម្រាបលា